ឈ្មោះហៀងស្អែមរស់នៅក្នុងភូមិកណ្ដោលឃុំស្វាយជែកស្រុកអង្គរធំខេត្តសៀមរាបនេះខ្ញុំមានបងប្អូនចំនួន6នាក់ហើយអ្នកខ្ញុំគឺជាកូនទី4នៃគ្រួសារសប្តាហ៍ថ្ងៃនេះខ្ញុំរស់នៅជាមួយនឹងសមាគមជីវិតនិងក្តីសង្ឃឹមគឺនៅថ្នាក់ទី12គួយនៃវិទ្យាល័យអង្គរសប្តាហ៍ថ្ងៃនេះខ្ញុំរស់នៅក្នុងគម្រោងលើកកម្ពស់ការអប់រំសម្រាប់សិស្សស្រីដែលហៅកាត់ថា PEG នៃសមាគមជីវិតនិងក្តីសង្ឃឹមការរស់នៅទីនេះគឺមិនដូចការរស់នៅជាមួយគ្រួសារជាមួយឪពុកម្ដាយនោះទេដោយការរស់នៅទីនេះគឺការរស់នៅជាលក្ខណៈក្រុមប៉ុន្តែពួកយើងគឺរស់នៅដោយការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ដោយភាពជាបងប្អូនរាល់ការងារដែលធ្វើសម្អាតបរិស្ថាននៅក្នុងភ័យផ្ទាល់គឺពួកយើងធ្វើដោយមានការតស៊ូអំណត់អត់ធ្មត់និងជាពិសេសការធ្វើការនឹងគឺដោយកាយយកចិត្តទុកដាក់ហើយនឹងសប្បាយចិត្តក្នុងការធ្វើការងារនោះផ្ទាល់ការនៅក្នុងភេកគឺពួកយើងទទួលបានការទាំងការអប់រំជាពិសេសការចូលរួមទស្សនកិច្ចធ្វើបទបង្ហាញនិងការទទួលបានការបង្រៀនពីការអប់រំផ្នែកសិលធម៌ដែលជាបំណិនជីវិតដ៏សំខាន់សម្រាប់ការរស់នៅរបស់យើងវិធីសាស្ត្រដែលធ្វើឲ្យនឹងខ្ញុំទទួលបានការរីកចម្រើនឬក៏ជោគជ័យនៅក្នុងការសិក្សាគឺទី1គឺនៅពេលដែលមិត្តភ័ក្តិអត់យល់គិតមកសួរខ្ញុំហើយនៅពេលហ្នឹងខ្ញុំក៏បានបញ្យល់ហើយនឹងបង្រៀនបន្ថែមដូចជាលំហាត់សំណួរហើយនឹងសំណេរដែលតាក់ទងទៅនឹងមេរៀនណាដែលគ្រូដាក់ឲ្យពួកគាត់បញ្យល់ហើយខ្ញុំក៏បានជួយបញ្យល់បន្ថែមនិងកែលម្អមិត្តភាពបន្តិចបន្តួចនៅពេលហ្នឹងការសិក្សាក៏កាន់តែល្អហើយការចងចាំរបស់អ្នកខ្ញុំក៏កាន់តែកើនឡើងបន្ថែមទៀតមួយទៀតហ្នឹងគឺការស្វ័យសិក្សារបស់អ្នកខ្ញុំផ្ទាល់អ្នកខ្ញុំបានចំណាយពេលវេលាដើម្បីរំលឹកឡើងវិញហើយនឹងមើលមេរៀនសម្រាប់ត្រៀមនៅថ្ងៃបន្ទាប់ដោយការមើលមេរៀនរបស់ខ្ញុំគឺទី1រំលឹកមេរៀនដែលគ្រូបានរៀនពីថ្ងៃមុនហើយនឹងមើលមេរៀនត្រៀមសម្រាប់រៀនថ្ងៃបន្ទាប់កត្តាដែលជំរុញឲ្យនាងខ្ញុំទទួលបានភាពជោគជ័យនៅក្នុងការសិក្សាទី1គឺកត្តាខ្លួនឯងផ្ទាល់ដោយនាងខ្ញុំគិតថានៅពេលដែលខ្ញុំរៀនហើយគឺខ្ញុំតាំងចិត្តថាធ្វើយ៉ាងណារៀនគឺរៀនឲ្យចេះទី2គឺកត្តាគ្រួសារនិងសមាគមដោយគ្រួសារនិងសមាគមបាននិយាយលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តតាមរយៈការឧបត្ថម្ភនិងការនិយាយអប់រំដើម្បីឲ្យអ្នកខ្ញុំកាន់តែមានកម្លាំងចិត្តតស៊ូនៅក្នុងការសិក្សាទី3នោះគឺកត្តាមិត្តភ័ក្តិនិងលោកគ្រូអ្នកគ្រូមិត្តភ័ក្តិនិងលោកគ្រូបាននិយាយជំរុញយ៉ាងណានិងលើកទឹកចិត្តយ៉ាងណាជាពិសេសគឺលោកគ្រូគាត់បាននិយាយថាយើងមកសាលាគឺមកដើម្បីសិក្សានិងក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូដើម្បីពង្រឹងពុទ្ធិរបស់យើងឲ្យខ្លាយទៅជាកូនល្អសិស្សល្អប្រជាពលរដ្ឋល្អនិងជាសាសនិកល្អនៅក្នុងសង្គមដូច្នេះហើយក្នុងនាមអ្នកខ្ញុំគឺជាសិស្សម្នាក់និងជាកូនរបស់សមាគមផ្ទាល់អ្នកខ្ញុំសូមបដិញ្ញាថានឹងខិតខំប្រឹងប្រែងពង្រីកចំណេះដឹងរបស់អ្នកខ្ញុំឲ្យកាន់តែមានការរីកចម្រើនខ្លាំងជាងនេះនិងដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងជីវិតតាមរយៈការសិក្សារបស់អ្នកខ្ញុំគឺអ្នកខ្ញុំតែងតែយកចិត្តទុកដាក់ហើយនឹងស្ដាប់លោកគ្រូអ្នកគ្រូបញ្យល់អនុវត្តលំហាត់និងរំលឹកមេរៀនចាស់ៗដែលអ្នកខ្ញុំភ្លេចនិងមួយទៀតគឺធ្វើលំហាត់ដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យអនុវត្តលំហាត់និងទន្ទិញមេរៀនថ្មីជារៀងរាល់ថ្ងៃដើម្បីខ្លាយទៅជាសិស្សពូកែជាចុងក្រោយអ្នកខ្ញុំសូមអរគុណនិងសូមជម្រាបលាលើកស្ទួយអ្នកក្រឲ្យប្រសាឡានចាការឹងសមាគមជីវិតនឹងក្តីសង្ឃឹមឈរលើឧត្តមគតិថ្លៃថ្លា